អូខេលោកតាឃើញព័ត៌មានផ្សាយថា F16 ក៏មានចំណែកកូនខ្មែរផលិតដែរអូ F16 ពងតខ្ញុំផលិតនៅអាមេរិកអាចតខ្ញុំទៅផលិតហើយវាមិនឧបមាថាមានខ្មែរចូលរួមផលិតនេះវាមិនវាយើងត្រូវចូលយើងត្រូវទៅអញលុយអញបានផលិត F16 បោះក្រុមហ៊ុនគេណាបើគេជួលក្បាលខ្ញុំទៅផលិតខ្ញុំចេះអាចអីគេមិនឲ្យខ្ញុំទៅសបកង់យន្តហោះណាកូនណាយកូនឈប់ចូលទៅកូនណាឈប់ចូលជឿតាណាលេបឆ្នាំតាគិតបបួលអាមេរិកឲ្យលក់ឆ្នាំអត់ចូលទៅឲ្យចូលនេះចូលហួសណាមានអ្នកខ្លះធ្វើការនៅបូអ៊ីងណាមិនដែលស្គាល់ទាំងកង់យន្តហោះនឹងផងគេឲ្យអង្គុយរើសកលៀងបៀងទេប៉ុន្តែទៅស្រុកខ្មែរឬក៏និយាយអួតខ្ញុំណាយន្តហោះហ្នឹងខ្ញុំហ្នឹងតម្លើងតាណាខ្ញុំធ្វើការនៅបូអ៊ីងជួនកាលលៀងប្រគុណនៅបូអ៊ីងនេះលៀងប្រគុណនៅបូអ៊ីងនេះប៉ុន្តែមកអួតប្រាប់ខ្មែរនេះឯងខ្ញុំតម្លើងអាយន្តហោះហ្នឹងតាណាខ្ញុំមកតម្លើងអាយន្តហោះណាបងខ្ញុំធ្វើការនៅបូអ៊ីងអូខេមិនខ្វះទេណាមានម្នាក់ទៀតធ្វើការនៅ Raytheon ពីដើម Raytheon អត់ទាន់មើលចឹងណាអង្គុយជប់លៀងគេនិយាយគេថាខ្ញុំ design អា missile ហ្នឹងណាឯងមើលមុខទៅចុយ bachelor degree មិនមែន specialize ខាង aerospace ផងគេឲ្យធ្វើការនៅអាក្រុមហ៊ុន Raytheon ហ្នឹងមកនិយាយកុហកថាឯងនឹង design អាកំជ្រួច Patriot ខ្ញុំអត់មាត់ទេគេអួតទៅប៉ុណ្ណាឯងអួតប៉ះណាមិនអួតប៉ះអញនេះជឿឯងឆប់ឯងមាន bachelor degree ខាង electrical engineering ឯងបានការងារធ្វើមិនមែនឯងអ្នក design ណាមានតែមួយទៀតធ្វើការនៅ aerospace ឥឡូវ retire ទៅនៅស្រុកប្រាំងអាហ្នឹងមានតែ masters ទេណាគេថាគេ scientist នៅអាក្រុមហ៊ុនហ្នឹងអាមេរិកភ្លើណាយកពួក master degree holder ទៅធ្វើ scientist ណាតែខ្លះទៀតមានតែ associate degree ទេទៅធ្វើការនៅ pharmaceutical company គេថាគេហ្នឹងជា scientist វាតែមាន scientist ណាទៅរៀន apply science ហ្នឹងងាប់ហើយនឹងខ្មែរនៅអាមេរិកណាខ្មែរនៅអាមេរិកណាក៏អួតសម្បើមដែរអ្នកខ្លះអួតអាណាដែលរៀន associate degree នៅ community college ទៅធ្វើ scientist នៅក្នុង pharmaceutical company ហ្មងទេបង្កើតឆ្នាំងាប់គេងាប់ឯងអស់ហើយណាអញ្ចឹងនៅ Long Beach community college ណាដូចគ្នាខ្ញុំរៀននៅ Bronx community college ខ្ញុំជា Bronx community college ខ្ញុំតែមានអីហ្នឹងណាហ្នឹងហើយកុំឲ្យចិត្តជឿអាណាដែលមានគេយក masters degree ខាងហើយខ្លួនមិនមែន specialize ខាង aerospace ផងទៅ design satellite ហ្មងចេះទៅកុំកុហកពេកណាខ្លះរៀនតែ master ខាង psychology ទេគេហៅបណ្ឌិតក៏បណ្ដោយឲ្យគេហៅទៅនៅជាប់ខ្ញុំរៀន master ខាង psychology គេហៅបណ្ឌិតលោកបណ្ឌិតឲ្យគេហៅបណ្ឌិតឡើងរថយន្តឡើងវិទ្យុឲ្យគេហៅបណ្ឌិតគ្រាន់តែជា counselor នៅ school ណាមាន master ខាង psychology ឲ្យគេហៅបណ្ឌិតអាមួយទៀតបួសទៅមានឆាយាបណ្ឌិតតោអត់មាន doctorate ទេឲ្យគេហៅបណ្ឌិតដែរបណ្ឌិតអានឹងសិននៅក្បែរខ្ញុំសិតតែបណ្ឌិតទៅបួសណាមានឆាយាបណ្ឌិតតោឲ្យគេហៅបណ្ឌិតអាមួយទៀតរៀន masters psychology ធ្វើ counseling នៅធ្វើ counselor នៅ school បន្លំថាខ្លួន doctor ឲ្យគេហៅបណ្ឌិតដែរឡើងវិទ្យុចង់ឲ្យគេហៅបណ្ឌិតដែរអញចុះវាល្មិចនឹងនោះវាល្មិចណាអានឹងអញ្ចឹងណាបងប្អូនបាក់ដល់ហើយណាបើសិនរដ្ឋាភិបាលខ្មែរបង្កើតស្ថាប័នមួយរួបរวมអ្នកគណិតវិទ្យារឿងហ្នឹងថ្ងៃក្រោយទេឥឡូវកំពុងមានសង្គ្រាមទៅធ្វើអីបានដោះស្រាយបញ្ហារកសន្តិភាពសិនទៅណាអូខេលោកតាឮថាក្រុមប្រឹក្សាសន្តិសុខ UN ក៏ប្រជុំព្រឹកថ្ងៃសៅរ៍ម្សិលមិញពីបញ្ហាកម្ពុជាថៃតែពិតទេអត់ដឹងឲ្យខ្ញុំអត់តាមដានទេពីព្រោះវិញចេះគ្រាន់តែដឹងថាតំណាងរបស់កម្ពុជានៅអង្គការសហជីវជាតិប្តឹងឡើងទៅហើយណាប្តឹងឡើងទៅហើយតែសៀមវាកំពុងតែវាយតាមព្រំដែនបើវាយតាមព្រំដែនអាក្រុមប្រឹក្សាសន្តិសុខហ្នឹងក៏ពិបាកធ្វើការដែរណាបាទពិបាកធ្វើការដែរណាមួយទៅអាមេធំ5នាក់នៅក្នុងក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិមានរុស្ស៊ីមានអាមេរិកមានអង់គ្លេសមានបារាំងមានចិនមានរុស្ស៊ីហ្នឹងក៏ពិបាកកាន់ជើងអ្នកណាមួយដែរវាពិបាកកាន់ជើងហើយចិនក៏វាមិនកាន់ជើងកម្ពុជាដែរអញ្ចឹងតើដូណាល់ត្រាំកាន់ជើងកម្ពុជាទេអត់ទេហើយចុះបារាំងអង់គ្លេសអីក៏អត់ដែរចុះរុស្ស៊ីក៏អត់ដែរអត់ទេអត់អាចកាន់ជើងថៃអត់អាចកាន់ជើងកម្ពុជាទេអញ្ចឹងបើសិនជាមានការពិភាក្សានៅ UNSC United Nations Security Council ក៏ប្រហែលជាអត់សូវមាន impact ទេរឿងមួយដែលត្រូវធ្វើការចាប់អារម្មណ៍ថាសង្គ្រាមអស់6ថ្ងៃណាអត់មានបរទេសណាមួយថ្កោលទោសថៃទេ why no foreign country condemn Thailand aggression and the war started 6 days already so we have to ask ourselves why យើងគួរតែសួរខ្លួនឯងថាសង្គ្រាម6ថ្ងៃហើយយើងប្តឹងទៅអន្តរជាតិអីអស់ហើយអត់មានប្រទេសណាមួយថ្កោលទោសថៃទេ
ដោយសារអីខ្ញុំដឹងថាដោយសារអី I know why ប៉ុន្តែអត់ទាន់និយាយទេទុកសិនណាទុកសិនពីព្រោះតែនិយាយទៅអ្នកអត់ចេះគិតខឹងខ្ញុំថាខ្ញុំនឹងអត់ជួយកាន់ជើងប្រទេសខ្លួនឯងសង្គ្រាមបាយគ្នា6ថ្ងៃអត់មានណាកោតទោសថៃទេនូអីនងបុនច័ន្ទរងបើទៅសេបណ្ឌិតចេមម្ដងទៀតខ្ញុំដេញចាញ់ពីបន្ទប់អូខេបញ្ញាប់លុបល្អអីមកបណ្ឌិតថ្ងៃអីទៅឡើយពងខ្ញុំអត់ត្រូវការណាងអែលទេណាអត់ត្រូវការខ្ញុំអត់ត្រូវការណាងអែលពងខ្ញុំអែលខ្លួនឯងអែលហាត់ណាលោកដៃក្នុងខោអែលខ្ញុំហាត់អូខេហើយទៅពេកអត់អីទេអីណាបណ្ឌិតអីផ្ដេសផ្ដាស់អត់បានទេណាហៅតែ2 3ដងដេញចាញ់ទៅអញ្ចឹងណាលោកតាមែនជាវៀតណាមកំពុងសើចមិនសើចទេកំពុងតែញញឹមខ្ជិបតើអាមេរិកបើកដំណើរការជំនួញជាមួយថៃវិញនៅមិនមែនជំនួញទេកូនការចរចាផ្នែកពន្ធគយកុំច្រឡំណាគេលក់ដូរទៅវិញទៅមកដដែលប៉ុន្តែគេផ្អាកការចរចាពន្ធគយណា May I know after border conflict Cambodian leader Davika Chan I cannot tell you because that is up to Mr. Hun Sen and Hun Manet so I don't know what they think okay ត្រីទៀងលោកគ្រូជាអ្នកកាន់ហុងគីអត់ទេអត់ឧបមាអញ្ចឹងទេអត់ឧបមាអញ្ចឹងទេបើនិយាយទៅវាមិនពិរោះស្ដាប់ទេបើខ្ញុំជាមេដឹកនាំកម្ពុជាអត់មានសង្គ្រាមនេះទេ There is no war why because I don't put my hand in someone business បើខ្ញុំជាមេដឹកនាំខ្ញុំអត់ស៊ីត្រាវខ្ញុំអត់អង្អាត់អីណាទៅចេះដឹងរឿងនយោបាយយួននយោបាយថៃអីខ្ញុំចេះដឹងអីទេហើយណាមួយខ្ញុំអត់មានបងធរជាមួយអបកាច់ណាខ្ញុំបើជាអ្នកនយោបាយហើយមេដឹកនាំប្រទេសខ្ញុំអត់ធ្វើដូចសេនុហ៊ុនសែនទេគឺខ្ញុំគ្មានទេគ្មាន brother ជាមួយអីសុលតង់ Brunei អីតាក់សិនស៊ីណាវ៉ាត់អីណាអីជូកូវីដូដូអីណាម៉ាក្រុងអីណា Putin អីស៊ីចិនពេញអីអត់ទេអត់មានទេអារឿងហ្នឹងពីព្រោះអីពីព្រោះបើខ្ញុំជាអ្នកនយោបាយគឺខ្ញុំប្រាប់ខ្លួនខ្ញុំថាក្នុងនាមជាអ្នកនយោបាយដើម្បីបម្រើប្រទេសជាតិបានគឺគួរសមស្វិតស្វាញផ្អែមល្ហែមយកចិត្តទុកដាក់នឹងផលប្រយោជន៍របស់ប្រទេសជាតិតែអត់ត្រូវទៅរាប់អានអីណាដូចខ្មោចអាសេអនុហ្នឹងអូយណាទៅលិតបាតជើងអាដឺហ្គោលទៅយកហូតអីណាទៅយកអាផាំយ៉ាងដងទៅយកអាយ៉វៀងយ៉ាប់អីទៅយកជូអ៊ីនឡៃណារហូតដល់អាព្រិចអីអាស៊ីឡាសៀនោះអាំពីរឺនោះខំម៉ៅជាងគូតឆ្នាំងទៀតយកមកធ្វើបងប្អូនហើយទៅយកអីណាទៅអោបកសោបអាទីតូទីតុយអីណាអូយមិនដឹងស្អីទេហើយតែសេសភៅមួយគេថាខ្ញុំនឹងវីរៈជននានាក្នុងពិភពលោកមានអីសពអលាយបាត់ចេះជោអត់មានទេខ្ញុំគ្មានបងប្អូនធរអីជាមួយមេដឹកនាំបរទេសទេគ្មានឃើញអាមេរិកជាមួយនឹងអ៊ីស្រាអែលទេវាប្រើពាក្យថា it's my good friend ណាវាមិនដែលនិយាយថា oh is my god brother ទេអត់មានទេអញ្ចឹងខ្ញុំជាមេដឹកនាំខ្ញុំមិនលូកដៃជើងចូលក្នុងនយោបាយគេទេខ្ញុំមិនលូកដៃជើងចូលក្នុងនយោបាយគេទេហើយខ្ញុំធ្វើអីដោយប្រុងប្រយ័ត្នណាហើយដំណោះស្រាយគឺអត់ឲ្យមានសង្គ្រាមទេសង្គ្រាមមិនមែនទេហើយខ្ញុំមិនបង្រៀនទឹកចិត្តប្រជាជននៅក្នុងប្រទេសខ្ញុំឲ្យគិតទៅពីរឿងហិង្សាទេខ្ញុំត្រូវធ្វើម៉េចឲ្យប្រជាជននៅក្នុងស្រុកខ្ញុំនឹងគិតពីចំណេះដឹងណាទី1ខ្ញុំលុបចោលគោរមងារទាំងអស់គ្មានទេស្រុកមានស្ដាច់ណាហើយបញ្ជាក់ច្បាប់បញ្ជាក់ឲ្យច្បាស់ថាងារជាអុកញ៉ាគឺជាកិត្តិយសដែលបរិយាទានដោយបកូនណាហើយមនុស្សនឹងវិភាគទានទៅដល់ប្រទេសជាតិតែគ្មានស្អីក្រៅពីនឹងទេហើយបញ្ជាក់ទៀតថាអុកញ៉ាមិនមែនសេដ្ឋីទេមិនមែនជាសេដ្ឋីទេហើយសេដ្ឋីនៅក្នុងប្រទេសកម្ពុជាបើគេចង់ហៅខ្លួនគេសេដ្ឋីអត់អីទេ no problem គេចង់ធ្វើមិនក៏បានដែរត្រីដាណាថាខ្លួនជាសេដ្ឋីក៏បានឡាវរីយ៉ាក៏បានស៊ីវម៉ៃក៏បានព្រៀបសវ័តអីចង់ហៅខ្លួនឯងសេដ្ឋី no problem ណាហើយជីបម៉ុងអីចង់ហៅខ្លួនឯងសេដ្ឋី no problem ណាខ្ញុំអំពាវនាវឲ្យ Forbes magazine ឲ្យចូលមកស្រង់ស្ថិតិអ្នកមានទ្រព្យសម្បត្តិនៅប្រទេសកម្ពុជាហើយបើសិនជាគិតម៉េងលីយ៉ុងផាត់កុកអានជីបម៉ុងវឌ្ឍនៈឬក៏សកុងឬអីត្រូវបាន Forbes magazine គេផ្សាយនៅក្នុងទំព័រទស្សនាបតីគេជា millionaire ឬក៏ជា billionaire ខ្ញុំ happy ខ្ញុំអរសាទរថាខ្មែរមានអ្នកមានណាហើយចំណែកអុកញ៉ា
គឺជាគោរមងារធម្មតាអង្គញាតាមពីដើមមកអង្គញាគឺជាកិត្តិយសក្នុងការកសាងប្រទេសជាតិអីប៉ុន្តែអត់មានអីធំដុំទេណាចង់អង្គញាក៏ដោយលោកអង្គញាក៏ដោយអ្នកអង្គញាក៏ដោយធម្មតាហ្នឹងតែប៉ុណ្ណឹងអញ្ចឹងខ្ញុំលុបចោលអស់អត់មានទេហើយនៅក្នុងរាជរដ្ឋសភាអីបណ្ឌិតសភាចាហ្នឹងខ្ញុំប្រាប់ប្រធានរាជរដ្ឋសភាខ្ញុំថាលុបឲ្យឆាប់មិនដឹងកណ្ដួយអីទេត្រឹមតែសាស្ត្រាចារ្យបានហើយអូខេហើយអាសាស្ត្រាចារ្យបណ្ឌិតនេះមិនបាច់ប្រាប់គេទេសៀវភៅរបស់រាជបណ្ឌិតសភាកម្ពុជាមានប្រចាំឆ្នាំឬក៏3ឆ្នាំម្ដងអ្នកណាដែលទទួលសញ្ញាបត្រអីគឺមានចុះនៅក្នុងបញ្ជីដែលសៀវភៅនេះគេហៅ Who is who in Cambodia ប្រែជាភាសាខ្មែរថានរណាគឺជានរណាដែលបោះពុម្ពដោយរាជបណ្ឌិតសភាកម្ពុជាអញ្ចឹងគេដឹងហើយប្រជាជនខ្មែរ6 7 10លាននាក់អាណាគេមិនដឹងយើងមាន doctorate នោះអាណាគេមិនដឹងយើងមាន PhD នោះណាបើនៅសាលាគេហៅបណ្ឌិតសាស្ត្រាចារ្យអាហ្នឹងនៅក្នុងសាលាគេហៅចុះណាហើយតាហ៊ានឧទាហរណ៍តាហ៊ានហ្នឹងគាត់ជាអង្គការតាហ៊ានហ្នឹងគាត់ជាវិជ្ជបណ្ឌិតប៉ុន្តែណាគាត់ជាវិជ្ជបណ្ឌិតបើគាត់ជាវិជ្ជបណ្ឌិតគាត់ពាក់សាក់3ក៏ដោយគាត់ពាក់កាយមួយក៏ដោយណាហៅថាឧត្តមសេនីយ៍វិជ្ជបណ្ឌិតក៏ប៉ុន្តែបើសិនជាគាត់មានបរិញ្ញាបត្រជាន់ខ្ពស់ជាបណ្ឌិតឲ្យតែពាក់សាក់តាហ៊ានអត់មានអីដុកទ័រ General ទៅដួយអីទេអត់មានទេអត់មានដុកទ័រ Colonel ទេអត់មានទេអ្នកដែលមានងារជាដុកទ័រគឺតែ medical មួយទេនៅក្នុង medical និង medicine អាហ្នឹងឲ្យមានក្រៅពីហ្នឹងគឺអ្នកឯងមានស្អីក៏អត់មានដាក់ទេពីព្រោះអាបនស័កនៅលើស្មានេះធំណាស់ពាក្យថាអនុសេនីយ៍តូអនុសេនីយ៍ឯកវរៈសេនីយ៍តូវរៈសេនីយ៍ឯកឧត្តមសេនីយ៍នេះគឺធំណាស់អញ្ចឹងអត់មានឲ្យមកលាយឡំអីជាមួយទេហើយពេលអុកញ៉ាលុបចោលចេញពីបនស័កទាំងអស់ពីព្រោះអុកញ៉ាគ្មានតម្លៃស្មើនឹងស័កលើស្មាទេខ្ញុំលុបចោលទៅអស់ដល់យូរទៅស្រួលហើយប្រទេសកម្ពុជា6 10លាននាក់នាយអគ្គសេនាធិការពាក់ផ្កាយ3ឬក៏ផ្កាយ4ដូចណាប៉ុន្តែផ្កាយ3បានណាពាក់ត្រឹមផ្កាយ3បានណាហើយបកូនណាពាក់ផ្កាយ5ទៅណាចំណាយឧត្តមសេនីយ៍ទាំងអស់ពាក់ផ្កាយ3បានណាពាក់ត្រឹមតែផ្កាយ3ហើយអត់មានទេអត់មានអាពាក់ផ្កាយហើយអត្តលេខ00នេះមិនដែលមាន00នោះមានន័យថាអត់ដែលចូលសាលាអត្តលេខនៅលើដាក់នៅលើកប៉ាល់អាវណាអត្តលេខ00មានន័យអត់ដែលចូលសាលាវាតែមានអត្តលេខ00ហ្នឹងទៅដល់ស្រុកណាគេសើចដល់ស្រុកហ្នឹងអត់ទេអត់មានហើយនៅក្នុងរាជាគណៈខ្ញុំបញ្ជាឲ្យក្រសួងធម្មការលុបចោលរាជាគណៈកិត្តិយសទាំងអស់អត់មានទេអត់មានរាជាគណៈកិត្តិយសទេរាជាគណៈ4ហ្នឹងគ្រប់គ្រាន់ហើយអូខេរាជាគណៈ4ហ្នឹងគ្រប់គ្រាន់ហើយ4ហ្នឹងឯតូត្រីចាត់ស្វាអត់មានរាជាគណៈកិត្តិយសទេព្រោះអាហ្នឹងសិតតែរបស់វាធំហួសណាប្រទេសយើងធ្វើឲ្យសំសួនដូចសិង្ហបុរីអីចឹងទៅល្អណាអត់មានអរគុណសន្តិភាពអត់មានអីអស់អត់មានហើយសាលាបឋមសិក្សាណាបើអ្នកនឹងជាអ្នកមានហើយគេសង់សាលាឧទាហរណ៍តែឈ្មោះយកហេងតុងគេសង់សាលាគេដាក់ឈ្មោះហៅថាសាលាបឋមសិក្សាយកហេងតុងសាលាបឋមសិក្សាគង់តែងអុយបានណាបានមន្ត្រីជាអភិបាលខេត្តបើគាត់មានលុយសង់សាលាគាត់ឈ្មោះសុកលូវិទ្យាល័យសុកលូ no problem ណាជាសឹមគាត់ប្រធានរដ្ឋាភិបាលគាត់មានសាលា no problem ណាតែចំណែកខ្ញុំធ្វើនាយករដ្ឋមន្ត្រីអត់មានដាក់ឈ្មោះទេខ្ញុំ skip ម្នាក់ឯងអត់មានដាក់ឈ្មោះខ្ញុំទេប្រពន្ធខ្ញុំក៏ដោយគ្មានដាក់ឈ្មោះនៅសាលាទេខ្ញុំអត់ត្រូវការប៉ុន្តែអ្នកដទៃដាក់ចុះយើងអត់ហាមគេទេព្រោះគេមានលុយចាញ់មានលុយណាហើយចំណែកសួនសាធារណៈណាអត់មានសួនសាធារណៈដាក់ឈ្មោះបុគ្គលទេអត់មានសួនសខេងណាអត់មានទេរបស់ដែលជាសាធារណៈទោះបីអ្នកនឹងបរិច្ចាគក៏ដោយឧទាហរណ៍ថាអង្គញាកបរិច្ចាគទៅសួនមួយនៅនឹងសួនហ្នឹងមានស្លាកស្ពាន់មួយដាក់ឈ្មោះគាត់តែឈ្មោះសួនគឺជាឈ្មោះដែលរដ្ឋដាក់អត់មានដាក់ឈ្មោះមនុស្សទេណាគេអាចដាក់សួននឹងឈ្មោះស្ដេចសោយរាជឧទាហរណ៍សេនោះគាត់ធ្វើស្ដេចចឹងដាក់ឈ្មោះគាត់បានតែរាជអត់មានឈ្មោះនៅក្នុងសួនអស់ហ្នឹងធ្វើឲ្យវាងាយណាធ្វើឲ្យងាយប៉ុន្តែរឿងឯកសណ្ឋានខ្ញុំថែមឯកសណ្ឋានកវ៉ាត់កតាក់ស៊ីដូមានន័យថាគ្រប់មន្ត្រីរាជការឲ្យតែថ្នាក់ណាឲ្យតែថ្នាក់ចាប់ពីវរៈមន្ត្រីហើយនឹងអនុសេនីយ៍បើគិតទៅនៃធានរងចាប់ពីនៃធានរងមកត្រូវមានឯកសណ្ឋានជប់លៀងឯកសណ្ឋានសាយភោជឯកសណ្ឋានសាយភោជគឺរៀបចំស្លៀកពាក់
ជាអាវធំអីតាមទៅអញ្ចឹងវាមានឯកសណ្ឋានយសមានឯកសណ្ឋានភោជនីយហាអាហ្នឹងខ្ញុំថែមដើម្បីឲ្យវាស្អាតក្រៅពីហ្នឹងធម្មតាធ្វើឯកសណ្ឋានហើយគ្រូពាក់សាក់បានគ្រូពាក់ឯកសណ្ឋានបាន no problem ពាក់ចុះដូចឧទាហរណ៍គេធ្វើដូចថៃអីពាក់ចុះអាហ្នឹងធម្មតាអូខេមានអ្នករំខានខ្ញុំវាទៅសេលុបអញ្ចឹងឲ្យវាទៅលុបនៅស្រុកម៉ែវាឃើញទេឯងស្មានតាហ្នឹងភ្នែកអន់ជាងឯងណាឃើញអាមួយនោះទៅលុបម៉ែវាចោលណាទៅសេលុបម៉ាត់លុបវាមិនប្រកាន់អីវាទេប៉ុន្តែកុំឲ្យវារំខានភ្លឹបលុបឲ្យចោលមួយឃើញទេឈ្មោះវាអីឈ្មោះវាតិន168តេឃើញបងប្អូនខ្ញុំលុបវាចោលលុបភ្នែកខ្ញុំអន់តែមើលលឿនតែអូខេហ្នឹងចឹងគីសុនហ៊ុនអូខេបច្ចុប្បន្នសង្គ្រាមជាមួយថៃនេះឬគល់នៃសង្គ្រាមគឺលោកហ៊ុនសែនស៊ីត្រាវបើខ្ញុំជានាយករដ្ឋមន្ត្រីឬកាន់អំណាចវាអត់មានសង្គ្រាមហ្នឹងទេអញ្ចឹងបើចង់ឲ្យខ្ញុំដោះស្រាយសង្គ្រាមហ្នឹងខ្ញុំដោះស្រាយមិនកើតពីព្រោះតួអង្គដែលឆ្លោះគ្នាគឺម្នាក់ស៊ីត្រាវហើយអ្នកស៊ីត្រាវហ្នឹងនៅកម្ពុជាហើយបើឲ្យខ្ញុំទៅដោះស្រាយឲ្យវាដោះស្រាយចាញ់វាតលប្រាប់តលដកហ៊ុនសែនហើយដកគាត់មិនបានគាត់មិនព្រមគាត់ជាស្ដេចអំណាចនៅកម្ពុជាគាត់មិនព្រមឧទាហរណ៍ថាខ្ញុំជាមន្ត្រីមួយធំដែរនៅកម្ពុជាណាឬក៏ជាអង្គនីតិបញ្ញត្តិធ្វើច្បាប់ហាមលោកហ៊ុនសែនហាមមិនបានលោកហ៊ុនសែនក៏ប្រាប់ហើយថាអ្នកណាដែលហ៊ានហាមអញតលក្បាលឯងដែកហើយគាត់ប្រាប់ហើយថាសៀមវាមិនមែនទូលលេនឋានមកទេហើយបើលោកហ៊ុនសែនគាត់លេងតែអញ្ចឹងហើយអាណាទៅហាមគាត់កើតមានតែទុកឲ្យគាត់ស៊ីត្រាវតទៅទៀតទៅហើយសៀមក៏វាចេះតែវាយគាត់ទៅណាបើវាយមិនឈ្នះទេថ្ងៃក្រោយវាយទៀតទៅណារបស់នេះដោះស្រាយអត់បានទេពីព្រោះគេមិនអាចដោះស្រាយមនុស្សលេងលបែងចាញ់មនុស្សលេងលបែងចាញ់អស់លេងហើយយើងទៅដោះស្រាយឲ្យមនុស្សលេងលបែងមិនបើមនុស្សនឹងអត់ឈប់លបែងណាមនុស្សនឹងអត់ឈប់លេងលបែងទៅធ្វើម៉េចទៅខ្ញុំណាអញ្ចឹងវិលមកជួបប្រិមិត្ត3នាទីទៀតជំរាបលា